ការផ្លាស់ប្ដូរសាលាញឹកញាប់មិនមែនជាជំរើសល្អសម្រាប់កូនយើងទេអញ្ចឹងដើម្បីជៀសវាងបាននៅបញ្ហាហ្នឹងមានន័យថាមេដាបៃតាទាំងអស់មុននឹងសម្រេចចិត្តយកកូនទៅដាក់សាលាណាមួយត្រូវធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជំរាបសួរប្រិយមិត្តទាំងអស់ខ្ញុំបានទទួលសំណួរមួយសួរថាតើការផ្លាស់ប្ដូរសាលាញឹកញាប់តើអាចបង្កនៅផលវិបាកនិងផលចំណេញយ៉ាងដូចម្ដេចខ្ញុំបានចង់ជំរាបជូនថាការផ្លាស់ប្ដូរសាលាញឹកញាប់អាចផ្ដល់នៅផលវិបាកច្រើនជាងផលចំណេញមិនមែនអត់មានផលចំណេញទេមានតែផលវិបាកច្រើនជាងប្រសិនបើយើងផ្លាស់ប្ដូរញឹកញាប់ខ្ញុំលើកយកផលចំណេញមកមុនបើយើងផ្លាស់ប្ដូរសាលាឲ្យកូនរបស់យើងមានន័យថាផ្លាស់ប្ដូរពីសាលាដែលមានកម្រិតខ្ញុំចង់និយាយណាកម្រិតគុណភាពដែលពីទាបទៅខ្ពស់នោះគឺជាចំណុចវិជ្ជមានតែការផ្លាស់ប្ដូរពីទាបទៅវិជ្ជមាននឹងក៏ដោយប៉ុន្តែយើងផ្លាស់ប្ដូរញឹកញាប់ពេកអានោះក៏អវិជ្ជមានដែរប៉ុន្តែឥឡូវខ្ញុំនិយាយពីផ្លាស់ប្ដូរពីទាបទៅខ្ពស់មានន័យថាជាការផ្លាស់ប្ដូរវិជ្ជមានមានន័យថាឲ្យកូនយើងអាចឆ្ពោះទៅរកកម្រិតមួយដែលល្អប្រសើរជាងកម្រិតមួយដែលទាបជាងអានោះវិជ្ជមានក៏ប៉ុន្តែត្រឡប់មកវិញការផ្លាស់ប្ដូរសាលាដែលមិននិយាយអំពីកម្រិតនៃគុណភាពទេមានន័យថាសាលាដូចគ្នាប៉ុន្តែយើងផ្លាស់ប្ដូរទោះបីដូចគ្នានៅក្នុងកម្រិតទាបដូចគ្នានៅក្នុងកម្រិតខ្ពស់ក៏ដោយយើងសួរថាតើមូលហេតុអីដែលធ្វើឲ្យការផ្លាស់ប្ដូរនឹងអវិជ្ជមានពីព្រោះអីពីព្រោះថាការផ្លាស់ប្ដូរពីសាលាមួយទៅសាលាមួយគឺធ្វើឲ្យអីព្រោះសាលាមួយទៅសាលាមួយប្រកាសមកគឺត្រូវតែមានអីបរិយាកាសខុសគ្នាមានណាការផ្លាស់ប្ដូរបរិយាកាសនេះសំខាន់ណាស់ហើយអាចប៉ះពាល់ដល់អីប៉ះពាល់ដល់ប្រាជ្ញាប៉ះពាល់ដល់ផ្លូវចិត្តហើយនឹងប៉ះពាល់ដល់ទេពកោសល្យដូចខ្ញុំនិយាយអញ្ចឹងគឺ3នេះគឺសំខាន់ណាស់ប៉ះពាល់ប្រាជ្ញានោះប្រាជ្ញាយ៉ាងដូចម្ដេចខ្ញុំជឿថាគាត់ធ្លាប់រៀននៅក្នុងសាលាមួយដែលមានកម្មវិធីសិក្សាមួយសម្រាប់គាត់ដែលគាត់បានអីដែលគាត់បានសម្របខ្លួនទៅនឹងកម្មវិធីហ្នឹងហើយឥឡូវពេលដែលយើងដូរគាត់ទៅសាលាមួយទៀតប្រកាសសាលាក៏មានកម្មវិធីដែរតែឲ្យដូចគ្នាមិនដូចគ្នាទេបើណាជាគោលការណ៍មិនដូចគ្នាទេវាខុសម៉ោងគ្នាវាខុសពេលគ្នាវាខុសគ្រូគ្នាអញ្ចឹងធ្វើឲ្យគាត់ប្លែកហើយទម្រាំតែគាត់អីពាក្យថាប្លែកហ្នឹងធ្វើឲ្យគាត់ត្រូវតែសម្របខ្លួនទៅនឹងភាពប្លែកហ្នឹងអញ្ចឹងការដែលគាត់សម្របហ្នឹងអាចអ្នកខ្លះសម្របបានលឿនអ្នកខ្លះទាមទារពេលវេលាយូរដើម្បីនឹងសម្របខ្លួនហើយអាការដែលគាត់សម្របខ្លួនហ្នឹងធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ទៅនឹង3ដែលខ្ញុំជំរាបជូនមិញអញ្ចឹងអាចប៉ះពាល់ទី1ទៅលើការសិក្សារបស់គាត់សម្របទី2គាត់ធ្លាប់នៅមានកន្លែងមួយគាត់មានមិត្តភ័ក្តិគាត់បានជ្រើសរើសមិត្តភ័ក្តិជាដៃគូជាមិត្តភ័ក្តិជិតស្និទ្ធអីដែលគាត់អាចសិក្សារៀនសូត្រជាមួយគ្នាទៅវិញទៅមកបានប៉ុន្តែនៅពេលដែលគាត់ដូរសាលាវិញគាត់ត្រូវអីគាត់ត្រូវស្វែងរកនៅមិត្តភ័ក្តិថ្មីដូច្នេះវាខ្វះអីវាខ្វះនៅទំនាក់ទំនងក្នុងការសិក្សារៀនសូត្រខ្ញុំលើកឧទាហរណ៍ថាខ្ញុំធ្លាប់រៀនក្នុងភាពជាដៃគូជាមួយមិត្តខ្ញុំម្នាក់ខ្ញុំរៀនត្រូវគ្នាខ្ញុំជួយគ្នាក្នុងការសិក្សារៀនសូត្រប៉ុន្តែនៅពេលដែលខ្ញុំដូរសាលាភ្លាមគឺខ្ញុំត្រូវបាត់បង់អាហ្នឹងបាត់បង់អាការទំនាក់ទំនងក្នុងការរៀនអញ្ចឹងខ្ញុំត្រូវស្វែងរកនៅមិត្តភ័ក្តិថ្មីអញ្ចឹងដូចគ្នាមួយគឺសម្របទៅនឹងការសិក្សារៀនសូត្ររបស់សាលានិងរបស់គ្រូមួយទៀតគឺសម្របទៅនឹងអីទៅនឹងការជ្រើសរើសមិត្តភ័ក្តិហើយទី3សំខាន់បំផុតគឺអីគឺការសម្របសម្រួលទៅនឹងបរិយាកាសការប្រស្រ័យទាក់ទងនៅក្នុងសង្គមរបស់សាលាហ្នឹងខ្ញុំលើកឧទាហរណ៍ទេកូនយើងចូលចិត្តលេងបាល់ទាត់កាលពីនៅសាលាចាស់គាត់លេងបាល់ទាត់ឲ្យសាលាគាត់មានក្រុមរបស់គាត់សប្បាយប៉ុន្តែនៅពេលដូរសាលាភ្លាមសាលាថ្មីរបស់គាត់គឺអត់មានកីឡាបាល់ទាត់ទេបាទអញ្ចឹងគាត់ត្រូវបាត់បង់អ្វីមួយដែលជាសេចក្តីស្រឡាញ់របស់គាត់បាទដូច្នេះធ្វើឲ្យគាត់អី stress នឹងកើតមានឡើងទម្រាំតែគាត់អាចសម្របខ្លួនខ្ញុំលើកឧទាហរណ៍ថាសាលាថ្មីគាត់មានតែកីឡាវាយប៉េងប៉ុងទេមានតែកីឡាវាយសីទេអញ្ចឹងតើគាត់អាចសម្របទៅអានឹងបានអត់បាទអញ្ចឹងឪពុកម្ដាយទាំងអស់ត្រូវដឹងថាពេលដែលយើងដោះដូរសាលានេះគឺយើងធ្វើការផ្លាស់ប្ដូរទម្លាប់របស់កូនយើងពីទម្លាប់ចាស់មួយ
ទៅសម្របខ្លួនទៅនឹងទម្លាប់ថ្មីមួយហើយអាទម្លាប់ថ្មីហ្នឹងបងប្អូនកុំឲ្យគិតតែពីរឿងការសិក្សាមិនមែនតែការសិក្សាមួយទេដែលប៉ះពាល់ដូចខ្ញុំជំរាបជូនអញ្ចឹងការសិក្សាប៉ះពាល់មុនគេបន្ទាប់មកការផ្លូវចិត្តប៉ះពាល់ទី2បន្ទាប់មកអាទំនាក់ទំនងការប្រស័យតាក់ទងនៅក្នុងសង្គមអញ្ចឹងវាប៉ះពាល់ទៅដល់សុខុមាលភាពរស់នៅរបស់កូនរបស់យើងបាទណាបាទអញ្ចឹងខ្ញុំចង់ជូនបងប្អូនដែរថាការផ្លាស់ប្ដូរសាលាញឹកញាប់មិនមែនជាជំរើសល្អសម្រាប់កូនយើងទេអញ្ចឹងដើម្បីជៀសវាងបាននៅបញ្ហាហ្នឹងមានន័យថាមេដាបៃតាទាំងអស់មុននឹងសម្រេចចិត្តយកកូនទៅដាក់សាលាណាមួយត្រូវធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមានន័យថាម៉េចមានន័យថាបើយើងដាក់សាលានឹងហើយយើងត្រូវតែពិចារណាថាកូនយើងនៅរៀនសាលានឹងឲ្យបានយូរអង្វែងបាទណាឲ្យបានយូរអង្វែងក្នុងករណីតែមួយគត់ដែលយើងបដូរបានគឺបដូរពីសាលាដែលមានគុណភាពទាបជាងទៅកាន់សាលាមួយដែលមានគុណភាពខ្ពស់ជាងនឹងគឺជាការផ្លាស់ប្ដូរដែលល្អដែលវិជ្ជមានសម្រាប់កូនយើងក៏ប៉ុន្តែការសម្រេចចិត្តពីកន្លែងទាបទៅកន្លែងខ្ពស់បងប្អូនក៏ត្រូវគិតដែរថាតើវាមាននិរន្តរភាពអត់វាមានចីរភាពអត់ការដែលឲ្យពីទាបទៅខ្ពស់វាមិនលំបាកទេតែការទម្លាក់ពីខ្ពស់មកទាបគឺជាផលវិបាកខ្លាំងណាស់ខ្លាំងមែនតែនបាទណាអញ្ចឹងបងប្អូនមេដាបៃតាទាំងអស់ថាពិចារណាឲ្យបានត្រឹមត្រូវប្រសិនបើប្រាក់ចំណូលរបស់យើងមិនចីរភាពទេមិនគួរធ្វើការផ្លាស់ប្ដូរកូនពីកម្រិតទាបទៅខ្ពស់ក្នុងពេលដែលយើងមិនមានចីរភាពក្នុងការប្រាក់ចំណូលរបស់យើងអញ្ចឹងណាហើយខ្ញុំចង់ទាញអារម្មណ៍បងប្អូនដែរថាពីសាលាខ្មែរយើងច្រើននិយាយថាសាលាថោកសាលាថ្លៃលក្ខណៈហ្នឹងគឺថាជាទូទៅមិនជាខុសគ្នាប៉ុន្មានទេកម្មវិធីសិក្សាមិនជាខុសគ្នានេះខ្ញុំចង់និយាយកម្មវិធីសិក្សាជាមូលដ្ឋានមានន័យថាមិនជាខុសគ្នាទេអ្វីដែលខុសគ្នាគឺសម្ភារៈទេបើណាសម្ភារៈដែលគេប្រើប្រាស់ទេសាលាដែលគេថ្លៃគេមានសម្ភារៈល្អសម្ភារៈទំនើបសម្ភារៈដែលរបៀបចូលទៅក្នុងលក្ខណៈមួយដែលគេហៅស៊ីវិល័យគឺដើម្បីតាក់ទាញយកលុយពីអ្នកមានទេបើណាបើដូច្នេះបងប្អូនកុំឲ្យព្រួយបារម្ភឲ្យសោះបងប្អូនឃើញខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងក្មួយដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមិនមែនជាក្មួយដែលចេញពីសាលាដែលថ្លៃទេគឺភាគច្រើនគឺខ្ញុំឃើញថាជាសាលាដែលធម្មតាទេដូច្នេះមេដាបៃតាទាំងអស់កុំឲ្យគិតថាកូនយើងរៀនសាលាធម្មតាហ្នឹងជាសាលាមួយដែលមិនល្អមិនមែនទេបាទចង់ឲ្យមេដាបៃតាទាំងអស់មើលលើកម្មវិធីសិក្សារបស់សាលាហ្នឹងហើយមើលការទទួលស្គាល់របស់សាលាហ្នឹងពីស្ថាប័នជាតិប្រសិនបើសាលានឹងបានទទួលស្គាល់ពីក្រសួងអប់រំមានន័យថាសាលានឹងគឺត្រូវទទួលស្គាល់ជាមូលដ្ឋានថាអាចធ្វើការបណ្ដុះបណ្ដាលកូនរបស់យើងបានហើយអញ្ចឹងណាបាទដូច្នេះវិលត្រឡប់មកវិញខ្ញុំថាពាក្យថាការផ្លាស់ប្ដូរសាលាញឹកញាប់គឺមិនគួរធ្វើទេបាទណាយើងអាចធ្វើបានតែក្នុងករណីទី1ដូចខ្ញុំជំរាបជូនអញ្ចឹងគឺផ្លាស់ប្ដូរពីកម្រិតដែលមិនសូវល្អកម្រិតគុណភាពដែលមិនសូវល្អទៅរកកម្រិតមួយដែលមានគុណភាពល្អយើងអាចផ្លាស់ប្ដូរបានដែរទី2គឺនៅពេលណាដែលយើងចង់កាត់ផ្ដាច់កូនយើងពីការសេពគប់មិត្តភ័ក្តិដែលមិនល្អខ្ញុំចង់លើកឧទាហរណ៍ថាគាត់កំពុងរៀននៅសាលាមួយហើយគាត់កំពុងតែសេពគប់មិត្តភ័ក្តិមិនល្អហើយឪពុកម្ដាយចង់ធ្វើការកាត់ផ្ដាច់កូននឹងពីការសេពគប់យើងអាចធ្វើបានហើយត្រូវតែធ្វើដាច់ខាតនៅក្នុងលក្ខខណ្ឌហ្នឹងគឺត្រូវតែធ្វើដាច់ខាតផ្លាស់ប្ដូរគាត់ទៅសាលាថ្មីដើម្បីឲ្យគាត់ដាច់អំពីការសេពគប់នៅមិត្តភ័ក្តិមិនល្អមែនណាតែការផ្លាស់ប្ដូរញឹកញាប់ដោយហេតុផលខុសពីហ្នឹងមានន័យថាមិនល្អទេបាទណាបាទខ្ញុំសូមអរគុណឆ្លើយទៅនឹងសំណួរហ្នឹង